ព្រះគម្ពីរលោកុបាទចំពុក1 ខ 1 កាលពីដើមដំបូងបង្អស់ព្រះជាម្ចាស់បានបង្កើតផ្ទៃមេឃនិងផែនដីនៅគ្រានោះផែនដីគ្មានរូបរាងនិងនៅទទេមានតែភាពងងឹតពីលើទីជម្រៅទឹកហើយព្រះវិញ្ញាណរបស់ព្រះជាម្ចាស់នៅរេរាពីលើផ្ទៃទឹកព្រះជាម្ចាស់មានបន្ទូលថាចូលមានពន្លឺក៏មានឡើងព្រះជាម្ចាស់ទតឃើញថាពន្លឺនោះល្អប្រសើរហើយព្រះអង្គក៏បានញែកពន្លឺចេញពីភាពងងឹតព្រះជាម្ចាស់ហៅពន្លឺថាថ្ងៃនិងហៅភាពងងឹតថាយប់ពេលនោះមានល្ងាចមានព្រឹកគឺជាថ្ងៃទី1ព្រះជាម្ចាស់មានព្រះបន្ទូលថាចូលមានលំហមួយដ៏រឹងមាំនៅកណ្ដាលទឹកដើម្បីញែកទឹកចេញពីគ្នាព្រះជាម្ចាស់បានបង្កើតលំហដ៏រឹងមាំនោះព្រះអង្គញែកទឹកដែលនៅខាងក្រោមលំហចេញពីទឹកដែលនៅខាងលើនោះក៏កើតមានដូច្នោះមែនព្រះជាម្ចាស់ហៅលំហដ៏រឹងមាំនោះថាមេឃពេលនោះមានល្ងាចមានព្រឹកគឺជាថ្ងៃទី2ព្រះជាអង្គម្ចាស់មានបន្ទូលថាចូលឲ្យទឹកដែលនៅពីក្រោមមេឃគុំគ្នានៅកន្លែងតែមួយនិងឲ្យផ្នែកគោកដេកចេញមកនោះក៏កើតមានដូច្នោះមែនព្រះជាម្ចាស់ហៅផ្នែកគោកនោះថាដីរីឯផ្ទៃទឹកវិញព្រះអង្គហៅថាសមុទ្រព្រះជាម្ចាស់ទតឃើញថាដីនិងសមុទ្រល្អប្រសើរហើយព្រះជាម្ចាស់មានបន្ទូលថាចូលមានទិន្នជាតិធម្មជាតិដែលមានគ្រាប់ពូជនិងរុក្ខជាតិដែលមានផ្លែដុះចេញពីដីបង្កើតផលនៅលើផែនដីតាមពូជរបស់វានិងមានគ្រាប់បន្តពូជនោះក៏កើតមានដូចនោះមែនគឺទិន្នជាតិធម្មជាតិដែលមានគ្រាប់បន្តពូជតាមពូជរបស់វានិងរុក្ខជាតិដែលមានផ្លែមានគ្រាប់ពូជតាមពូជរបស់វាដុះចេញពីដីមកព្រះជាម្ចាស់ទតឃើញថាអ្វីៗទាំងអស់នោះល្អប្រសើរហើយពេលនោះមានល្ងាចមានព្រឹកគឺជាថ្ងៃទី3ព្រះជាម្ចាស់មានបន្ទូលថាចូលមានដុំពន្លឺនៅក្នុងលំហអាកាសដើម្បីញែកថ្ងៃចេញពីយប់ទុកជាសញ្ញាសម្គាល់សម្រាប់កំណត់ពេលវេលាថ្ងៃនិងឆ្នាំហើយធ្វើជាដុំពន្លឺនៅលើមេឃសម្រាប់បំភ្លឺផែនដីនោះក៏កើតមានដូច្នោះមែនព្រះជាម្ចាស់បានបង្កើតដុំពន្លឺធំពីរគឺដុំពន្លឺមួយដែលធំជាងឲ្យគ្រប់គ្រងនៅពេលថ្ងៃរីឯដុំពន្លឺដែលតូចជាងឲ្យគ្រប់គ្រងនៅពេលយប់ព្រះអង្គក៏បង្កើតផ្កាយទាំងឡាយដែរព្រះជាម្ចាស់បានដាក់ដុំពន្លឺទាំងនោះក្នុងលំហអាកាសដើម្បីបំភ្លឺផែនដីដើម្បីគ្រប់គ្រងនៅពេលថ្ងៃនៅពេលយប់ដើម្បីញែកពន្លឺចេញពីភាពងងឹតព្រះជាម្ចាស់ទតឃើញថាអ្វីៗទាំងនោះល្អប្រសើរហើយពេលនោះមានល្ងាចមានព្រឹកគឺជាថ្ងៃទី4ព្រះជាម្ចាស់មានព្រះបន្ទូលថាចូលមានសត្វរស់រវើកយ៉ាងច្រើនកកនៅក្នុងទឹកនិងមានបក្សាបក្សីហើរពីលើផែនដីនៅក្នុងលំហអាកាសព្រះជាម្ចាស់បានបង្កើតសត្វដ៏ធំអស្ចារ្យក្នុងសមុទ្រព្រមទាំងសត្វទាំងប៉ុន្មានដែលហែរវើករវ័នពាសពេញនៅក្នុងទឹកតាមពូជរបស់វាហើយព្រះអង្គក៏បានបង្កើតបក្សាបក្សីតាមពូជរបស់វាដែរព្រះជាម្ចាស់ទតឃើញថាសត្វទាំងនោះល្អប្រសើរហើយព្រះជាម្ចាស់ប្រទានពរដល់វាដោយមានព្រះបន្ទូលថាចូលបង្កើតកូនចៅឲ្យបានកើនចំនួនច្រើនឡើងពាសពេញក្នុងទឹកសមុទ្រហើយឲ្យបក្សាបក្សីបានកើនឡើងជាច្រើនលើផែនដីដែរពេលនោះមានល្ងាចមានព្រឹកគឺជាថ្ងៃទី5ព្រះជាម្ចាស់មានបន្ទូលថាចូលមានសត្វផ្សេងកើតចេញពីដីតាមពូជរបស់វាគឺមានសត្វស្រុកសត្វលូនវាសត្វព្រៃតាមពូជរបស់វានោះក៏កើតមានដូច្នោះមែនព្រះជាម្ចាស់បានបង្កើតសត្វព្រៃមកតាមពូជរបស់វាសត្វស្រុកតាមពូជរបស់វានិងសត្វលូនវាទាំងប៉ុន្មាននៅលើដីតាមពូជរបស់វាដែរព្រះជាម្ចាស់ទតឃើញថាសត្វទាំងនោះល្អប្រសើរហើយព្រះជាម្ចាស់មានបន្ទូលថាយើងនឹងបង្កើតមនុស្សជាតំណាងរបស់យើងមានលក្ខណៈដូចជាយើងដើម្បីឲ្យគេមានអំណាចលើត្រីសមុទ្រលើបក្សាបក្សីដែលហើរនៅលើផ្ទៃមេឃលើសត្វស្រុកនៅលើផែនដីទាំងមូលនិងលើសត្វទាំងប៉ុន្មានដែលលូនវានៅលើដីព្រះជាម្ចាស់បានបង្កើតមនុស្សជាតំណាងរបស់ព្រះអង្គបានបង្កើតគេឲ្យមានលក្ខណៈដូចជាព្រះអង្គម្ចាស់ព្រះអង្គបានបង្កើតគេជាបរិសុទ្ធជាស្ត្រីព្រះជាម្ចាស់បានប្រទានពរឲ្យគេគឺព្រះអង្គមានព្រះបន្ទូលថាចូលបង្កើតកូនចៅឲ្យបានកើនច្រើនឡើងពាសពេញលើផែនដីហើយត្រូវត្រួតត្រាលើផែនដីទៅចូលមានអំណាចលើត្រីសមុទ្រលើបក្សាបក្សីដែលហើរនៅលើមេឃនិងសត្វ
ទាំងប៉ុន្មានដែលលូនវានៅលើដីព្រះជាម្ចាស់មានបន្ទូលថាមើលយើងប្រគល់ធម្មជាតិទាំងប៉ុន្មានដែលមានគ្រាប់ពូជដុះនៅលើពាសពេញផែនដីនិងដើមឈើដែលមានផ្លែមានគ្រាប់បន្តពូជឲ្យអ្នករស់គ្នាធ្វើជាអាហារយើងក៏ឲ្យស្មៅភីខ្ចីទាំងប៉ុន្មានដល់សត្វទាំងអស់ដល់បាសាបាសីទាំងអស់នៅលើមេឃដល់សត្វទាំងអស់ដែលលូនវានៅលើដីគឺដល់សត្វទាំងប៉ុន្មានដែលមានដង្ហើមមានជីវិតធ្វើជាអាហារដែរនោះក៏កើតមានដូចនោះមែនព្រះជាម្ចាស់ទតឃើញអ្វីទាំងអស់ដែលព្រះអង្គបានបង្កើតមកព្រះអង្គឆ្វេងយល់ថាល្អប្រសើរបំផុតហើយពេលនោះមានល្ងាចមានព្រឹកគឺជាថ្ងៃទី6